cái này mình chừng ngờ admin group càng nghe mà chân uốn nè và các group càng nghe hai làไปចូលទៅ post job announcement គាត់អត់ approve ទេបាទហើយឃើញមាន public ឃើញមាន approve ទៅលើអ្នក online លក់ online ទៅវិញបាទនេះជាចម្ងល់របស់ខ្ញុំបាទហើយបើអត់ approve ទេយើងបង្កើត group ការងារមកទៅអីបាទមាន group ការងារមួយទៀតនោះដូចជាខាង hotel ខាង restaurant ណាបាទពេលដែលគាត់បង្កើត group ដំបូងបាទគាត់ invite យើងផងបាទយើងដាក់អីក៏ approve ដាក់អីក៏ approve ដែរហ្នឹងហើយនៅពេលដែលគាត់បាន membership ច្រើននៅពេលដែលគាត់ទទួលបានសមាជិកច្រើនឥឡូវលែង approve ឲ្យសោះតែម្ដងបាទអញ្ចឹងខ្ញុំជឿថា admin ទាំងអស់បាទ admin group admin ទាំងអស់ពេលបង្កើត group មកបាទគឺសុទ្ធតែមានឆន្ទៈជួយសង្គមបាទជួយដល់អ្នករកការងារធ្វើជួយដល់និយោជកដើម្បីឲ្យគាត់ជា tool មួយក្នុងការបាទ post job ទៅឲ្យមានអ្នក apply បាទអញ្ចឹងបើសិនជាបង្កើតមកដើម្បីតែទទួលបាន membership ហើយយើង ignore អ្នកដែលគាត់ post អានឹងខ្ញុំគិតថាសមាជិកទាំងអស់គួរតែពិចារណាតែគួរនៅបន្តក្នុងក្រុមនឹងទៀតឬក៏អត់បាទ